នៅពេលដែលយើងមាន page Facebook ច្រើនហើយយើងឡើងចង់ប្រើប្រាស់គឺយើងអាចធ្វើការលុបចោលបានហើយបើសិនជាអត់ដឹងថាលុបរបៀបម៉េចទេវីដេអូមួយនេះគឺសម្រាប់អ្នកទាំងអស់គ្នាកុំភ្លេច share វីដេអូនេះទុកដើម្បីមើលអំពីរបៀបក្នុងការធ្វើវីដេអូនេះដែរនាំមកជូនដល់ហាងលក់ទូរស័ព្ទ President ដែលមានទំនុកចិត្តខ្ពស់ហើយអ្វីដែលពិសេសគឺបងប្អូនអាចវាយដូរឡើងសេរីបានគ្រប់ប្រភេទតែម្ដងដំបូងគឺយើងចូលមកក្នុងកម្មវិធី Facebook របស់យើងបន្ទាប់មកទៀតយើងចូលកន្លែង menu នេះហើយយើងចុចនៅកន្លែងនេះដើម្បីជ្រើសរើស page មួយណាដែលយើងចង់ធ្វើការលុបអូខេបន្តមកទៀតគឺយើងចូលមកកាន់ page ហើយអញ្ចឹងយើងគ្រាន់តែចុចនៅកន្លែង menu នេះទៀតហើយយើង scroll មកខាងក្រោមយើងនឹងឃើញពាក្យគេដាក់ថា setting and privacy យើងយកពាក្យថា setting បន្តមកទៀតគឺយើង scroll មកខាងក្រោមយើងឃើញពាក្យមួយគេដាក់ពាក្យថា access and control យើងចុចនៅលើហ្នឹងអញ្ចឹងយើងនឹងឃើញមានពីរជម្រើសទី1គឺការ deactivate page មានន័យថាការបិទជាបណ្ដោះអាសន្នហើយទី2គឺជា delete page មានន័យថាយើងធ្វើការលុប page នឹងចោលតែម្ដងអញ្ចឹងកន្លែងហ្នឹងគឺអ្នកទាំងនេះអាចធ្វើការជ្រើសរើសទៅតាមតម្រូវការរបស់ខ្លួនឯងបើសិនជាចង់បិទបណ្ដោះអាសន្នអាចយកខាងលើបានហើយបើសិនជាចង់ delete តែម្ដងគឺអាចយកនៅខាងក្រោមបានបើសិនជាយើងគិតហើយគឺយើងគ្រាន់តែចុច continue អញ្ចឹងបើសិនជាយើងទៅឲ្យអស់ហើយយើងចុច continue ទៀតអូខេអញ្ចឹងគេនឹងប្រាប់ថានៅពេលដែល delete ទៅយើងបាន save អីឲ្យអស់នៅយើងបាន download information ឬក៏អីតុកនៅបើសិនជាបានហើយរួចអស់ហើយយើងចុចពាក្យថា continue មកដល់កន្លែងនេះគឺយើងត្រូវការវាយបញ្ចូល password របស់ admin account ហ្នឹងអញ្ចឹងយើងគ្រាន់តែវាយបញ្ចូលហើយយើងចុច continue នោះ page ហ្នឹងនឹងធ្វើបានលុបចោលចេញពី Facebook ហើយអញ្ចឹងអត់មានអីពិបាកទេទាំងបង្កើត page ក៏ខ្ញុំធ្លាប់ធ្វើទាំងពីដូរឈ្មោះ page ក៏ខ្ញុំធ្លាប់ធ្វើឥឡូវក្នុងការលុប page ចោលក៏ខ្ញុំធ្លាប់ធ្វើទៀតអញ្ចឹងតាក់ទងជាមួយ Facebook បើសិនជាចង់បានបន្ថែមតាក់ទងជាមួយនឹងប្រធានបទឬក៏ចំណុចអីផ្សេងៗទៀតអាច comment ប្រាប់ខ្ញុំនៅខាងក្រោមខ្ញុំនឹងចូលទៅមើលហើយខ្ញុំនឹងធ្វើជូនទៅកាន់បងប្អូនទាំងគ្នាវីដេអូនេះគឺមានតែប៉ុណ្្នឹងទេកុំភ្លេចចុច like ហើយនិង share វីដេអូនេះទៅកាន់អ្នកដទៃហើយមួយវិញទៀតបើសិនជាបងប្អូនចង់ទិញទូរស័ព្ទមួយទឹកដែលមានសំណុំស៊ីនគុណភាពខ្ពស់អត់មានការដោះដូរគ្រឿងឬក៏ទូរស័ព្ទថ្មីដែលមានទំនុកចិត្តខ្ពស់តម្លៃល្អងាយស្រួលក្នុងការទិញលក់បដូរស្ទីបានបងប្អូនស្វែងរកបានហាងទូរស័ព្ទ President សូមអរគុណវាយើងជួបគ្នានៅវីដេអូក្រោយ